bạn xungជំរាបសួរសួស្តីលោកគ្រូនិងគ្រូទាំងអស់គ្នាខ្ញុំឃើញគណនីមួយចំនួនដែលគាត់មានបញ្ហាខុសឈ្មោះស្លារៀនសុំទោសស្លារៀនអត់ខុសទេបណ្ដៃឈ្មោះខុសលេខកូដអញ្ចឹងសម្រាប់លេខកូដស្លារៀនហ្នឹងតាំងពីពិតបើខុសលោកគ្រូនិងគ្រូសូមចូលមកកែក្រោយពី login ចូលប្រព័ន្ធយើងហើយសូមចុចកន្លែងរបាយការណ៍បាទសូមមកដល់កន្លែងរបាយការណ៍ហើយចុចកន្លែងរបាយការណ៍ហើយនឹងឃើញកន្លែងនេះខុសនេះលេខកូដសាលាអត់មានលេខហ្នឹងទេអានេះគាត់វាយត្រូវមិនដែរខុសអញ្ចឹងដើម្បីទាញឲ្យត្រូវវិញសូមលោកគ្រូអ្នកគ្រូចុចកន្លែងទាញយកពីmodel school បន្តមកទៀតលោកគ្រូអ្នកគ្រូវាបញ្ចូលលេខកូដសាលារៀនដែលត្រឹមត្រូវអញ្ចឹងខ្ញុំមានលេខកូដសាប់ហើយខ្ញុំចុចកន្លែងស្វែងរកអញ្ចឹងមកដល់កន្លែងនេះសូមលោកគ្រូអ្នកគ្រូចុចលើកយកនៅកន្លែងហ្នឹងតែម្ដងបាទឃើញឈ្មោះត្រូវអញ្ចឹងទៅមួយហើយយើងចុចកន្លែងបំពេញទិន្នន័យអញ្ចឹងមកដល់កន្លែងហ្នឹងគឺវាត្រូវឈ្មោះសាលារៀនហើយនឹងឈ្មោះលេខកូដសាលាវិញហើយអញ្ចឹងសូមលោកគ្រូអ្នកគ្រូបំពេញបន្តទៀតមកបាទអញ្ចឹងប៉ុណ្ណឹងអូសមកខាងក្រោមសូមចុចកន្លែងរក្សាទុកបាទកន្លែងរក្សាទុកកន្លែងនេះបើសិនបើយើងមិនទាន់ចប់ទេសូមកុំទាន់អាចចុចបញ្ជូនព្រោះកាលណាចុចបញ្ជូនវានឹងមានផ្ទាំងមួយបញ្ជាក់ថាតើអ្នកប្រកាសជាចង់បញ្ជូនរបាយការណ៍នេះមែនឬទេបន្ទាប់ពីបញ្ជូនទិន្នន័យនឹងត្រូវបានចាក់សោហើយអ្នកនឹងត្រូវការសន្និដ្ឋានពីខាង ICT ដើម្បីកែប្រែអញ្ចឹងហើយបានជាកន្លែងនេះសូមបញ្ជាក់ទៅអ្នកគ្រូបើសិនបើតម្រងនីមួយៗមិនទាន់បញ្ចប់ទេសូមកុំតអាចចុចបញ្ជូនបើមិនអញ្ចឹងទេលោកគ្រូនឹងត្រូវពេលត្រូវរងចាំដើម្បី approve ពីខាង ICT ក៏ដូចជាអ្នកគ្រប់គ្រងបាទអញ្ចឹងកន្លែងនេះគឺសពសេចក្តីមកសម្រាប់សាលាដែលមានបញ្ហាខុសឈ្មោះឬក៏ខុសលេខកូដសាលារៀនសូមធ្វើតាមនឹងមកបាទអរគុណ